ទឹកដោះឃ្មុំលក់តម្លៃ1 កែវប៉ុន្មានចាបងអញ្ចឹងសម្រាប់តម្លៃគឺបងអត់អាច comment តបបងឬក៏និយាយក្នុងវីដេអូបានទេតែបងអាចចូលទៅ check នៅប្រអប់ chat ហើយសម្រាប់បងដែលគាត់ចា comment ចង់បានទឹកដោះឃ្មុំឬក៏យកទឹកដោះឃ្មុំអាចចាជួយ follow account របស់ខ្ញុំមួយរាល់ការ follow គឺខ្ញុំ follow ត្រឡប់ទៅវិញទើបអាចធ្វើការ chat ជាមួយបងប្អូនបានអញ្ចឹងថ្ងៃនេះថ្ងៃទី11ចាខែ3ទឹកដោះឃ្មុំនៅសល់តែ4កែវនេះទេអញ្ចឹងសម្រាប់បងប្អូនដែលកំងមុនបានមុនបញ្ជាក់ជូនទឹកដោះឃ្មុំអត់មានច្រើនដូចទឹកឃ្មុំដូចលំអងឃ្មុំដូចក្បាលទឹកដូចកមួនអីទេណាទឹកដោះឃ្មុំគឺជាបច្ចេកទេសដ៏ស្មុគស្មាញមួយក្នុងការប្រមូលផលនៃទឹកដោះរបស់ស្ដាច់ឃ្មុំហើយបើនិយាយរៀបរាប់អំពីអត្ថប្រយោជន៍វិញចាក៏មានបងប្អូនមួយចំនួនគឺគាត់បានដឹងតែក៏មានបងប្អូនមួយចំនួនគឺគាត់អត់ដែលដឹងទាល់តែសោះចាទឹកដោះឃ្មុំចាគឺជាទឹកដោះធម្មជាតិរបស់ចាម្ចាស់ស្ត្រីឃ្មុំហើយបច្ចេកទេសនៃការយកទឹកដោះឃ្មុំនេះបងប្អូនចាគឺស្មុគស្មាញខ្លាំងមែនទែនយើងត្រូវការចាឆ្កៀលឆ្កឹះកូនចេញហើយបើយើងចាឆ្កៀលយកទឹកដោះឃ្មុំអញ្ចឹងមួយកែវនេះបងចាគឺយើងអាចញ៉ាំបានច្រើនតែមែនតើដោយសារអីការទទួលទានចាគឺទទួលទានម្ដងត្រឹមតែ1/4នៃស្លាបព្រាកាហ្វេអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំលើកឧទាហរណ៍ឲ្យបងប្អូនមើលងាយស្រួលយល់ចាអញ្ចឹងបើសិនជាបងចាគាត់ញ៉ាំហើយជាប៉ុណ្ណឹងមកបានទេណាអញ្ចឹងការញ៉ាំទឹកដោះឃ្មុំទៀតសោតសួរថាញ៉ាំបែបណាទី1បងអាចញ៉ាំសុទ្ធក៏បានចាអាចញ៉ាំសុទ្ធតែបើសិនជាបងចង់លាយជាមួយនឹងទឹកឃ្មុំចាគឺយើងអាចលាយបានចាយើងអាចលាយអញ្ចឹងមកណាចាគឺវាស្រួលញ៉ាំនេះចាអញ្ចឹងយើងដាក់ទឹកឃ្មុំហើយនឹងទឹកដោះឃ្មុំបញ្ចូលមកយើងញ៉ាំតែម្ដងការញ៉ាំទឹកដោះឃ្មុំជាមួយនឹងទឹកឃ្មុំគឺងាយស្រួលញ៉ាំអត់ពិបាកអីមានបងស្រីម្នាក់គាត់ថាគាត់ញ៉ាំទឹកដោះឃ្មុំគាត់អត់សូវចេះញ៉ាំអីគាត់ញ៉ាំម្ដងគឺបិទច្រមុះញ៉ាំដោយសារគាត់ចាញ់ក្លិនអញ្ចឹងខ្ញុំសូមរាយខមមិនថាបងញ៉ាំទឹកដោះឃ្មុំគឺញ៉ាំជាមួយនឹងទឹកឃ្មុំក៏បានលាយជាមួយនឹងទឹកដោះគោក៏បានអញ្ចឹងណាហើយសម្រាប់ទឹកដោះឃ្មុំនេះបងគឺបងត្រូវការដាក់នៅក្នុងទូទឹកកករហូតអញ្ចឹងរាល់អតិថិជនកំងចាបើបងប្អូននៅពេញចាគឺខ្ញុំដាក់យើងដាក់ទូទឹកកកធម្មតាតែសម្រាប់បងប្អូននៅខេត្តគឺខ្ញុំដាក់ទូកកអញ្ចឹងពេលដែលទឹកដោះឃ្មុំទៅដល់បងអាចយកវាចាពិនិត្យមើលជាក់ស្ដែងទៅតាមនឹងដែរអញ្ចឹងណាហើយសម្រាប់ទឹកដោះឃ្មុំនេះវាពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនតើខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចូលទៅស្រាវជ្រាវមើលថាតើវាពិតជាមានអត្ថប្រយោជន៍មែនអត់ខ្ញុំមើលឯកសារមួយដែលគេបានអះអាងថាទឹកដោះឃ្មុំណាពេលដែលយើងញ៉ាំវាជួយឲ្យយើងមានអាយុវែងចាឲ្យយើងមានអាយុវែងដោយសារតែទឹកដោះឃ្មុំគឺជាចំណីតែមួយគត់របស់ស្ដេចឃ្មុំអញ្ចឹងស្ដេចឃ្មុំវាអត់ស៊ីអីទាំងអស់ក្រៅពីទឹកដោះឃ្មុំហើយក្នុងចំណោមសត្វឃ្មុំមិនថាកម្មករពលករឬក៏បរិវារឃ្មុំឬក៏ពពួកឃ្មុំឈ្មោលឃ្មុំអីបងប្អូនគឺអត់មានសត្វឃ្មុំណាដែលមានអាយុវែងដូចស្ដេចឃ្មុំទេអញ្ចឹងអាចនិយាយបានថាទឹកដោះឃ្មុំនេះណាបងប្អូនញ៉ាំគឺជួយទៅលើអាយុធ្វើឲ្យយើងមានអាយុវែងជួយឲ្យសុខភាពរបស់យើងរឹងមាំល្អជាពិសេសវាមានអត្ថប្រយោជន៍ច្រើនជួយពង្រឹងប្រព័ន្ធភាពសាមនៃរាងកាយចាជួយទៅលើគេហៅថាបេះដូងចាសម្ពាធឈាមអីហ្នឹងច្រើនខ្លាំងមែនតើអញ្ចឹងពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍លម្អិតខ្ញុំនឹងធ្វើវីដេអូមួយទៀតហើយបងប្អូនដែលគាត់ចង់បានគឺមានតែរឿងពីរយ៉ាងទេកំងមុនមានទឹកដោះឃ្មុំបងប្អូនកំងភ្លាមបានភ្លាមតែបើសិនជាកំងស្របពេលដែលអស់គឺតើតែមានការរងចាំងចុះសម្រាប់ទឹកដោះឃ្មុំចាបងយក2កែវគឺខ្ញុំហ្វ្រីសេវាដឹកជូនតម្លៃអាចធ្វើការឆាតឬមួយក៏ចូលទៅឆាយប្រអប់ឆាតទាំងអស់គ្នាបានអញ្ចឹងអ្នកដែលគាត់ចង់បានទឹកដោះឃ្មុំអាចរុះរាន់ដាក់ការកំងបានអរគុណ